ខាងតាមដីជាពិធីមួយដែលសំខាន់គឺជាថ្ងៃចាប់ដើមឈានចូលក្នុងសប្តាហ៍ពលរដ្ឋហៅថា the first days of the Holy Weeks that leads to the death and the resurrection of our Lord Jesus ចឹងគឺជាថ្ងៃដែលនាំចូលទៅដល់ថ្ងៃទទួលទីមង្គលហើយមានជួនឡើងពីរបស់ព្រះយេស៊ូវបាទតែមុនពីបន្តសូមលោកទៀតថា let's pray together before we start ព្រះបិតាសូមអរគុណព្រះអង្គព្រះសិលស្មារតីយើងខ្ញុំរំអបអរព្រះគុណរបស់ព្រះអង្គព្រះពររបស់ព្រះអង្គសេចក្តីសុខព្រះមេត្តាក្ររបស់ព្រះអង្គសម្រាប់យើងខ្ញុំហើយគុណរបស់ព្រះអង្គទីកន្លែងនៃពិភពលោកទាំងមូលដែលព្រះអង្គបានបង្កើតមកហើយលោកបានធ្លាក់ចេញពីព្រះអង្គតែព្រះអង្គបានស្វែងរកលះបង់ព្រះពុត្រាទ្រង់ដើម្បីឲ្យបានជាព្រះអង្គសងគ្រោះដល់យើងខ្ញុំហើយព្រះពុត្រាទ្រង់បានព្រមស្ម័គ្រសគត់ហើយពេលនេះជាពេលដែលយើងទាំងអស់គ្នាបាននឹកចាំហើយប្ររពអរគុណសម្រាប់ជីវិតដែលព្រះអង្គបានដាក់ចុះលើជីវិតយើងខ្ញុំឲ្យរស់វិញទៅក្នុងគ្រោះតែប្រទានពរដល់យើងខ្ញុំឲ្យបានចិត្តទទួលព្រះបន្ទូលព្រះអង្គហើយយល់ស្គាល់កែច្នៃជីវិតយើងខ្ញុំសូមក្នុងព្រះនាមព្រះអង្គចាស់ព្រះសិទ្ធិ The Palm Sunday អបអរថា Palm នេះពាក្យ Palm របស់ផងអង់គ្លេសនេះសំដៅទៅធាតុថ្មីនេះគាត់ថាធាតុចាស់ហើយធាតុចាស់នេះសំដៅទៅលើដើមមិនដើមដូងយើងធម្មតាដូងបាត់ឃ្លៀននេះយើងសំដៅទៅលើដើមលម៉ើនៅជំនួសពីបាទលម៉ើលម៉ើសប្តាហ៍មានទិញបើយើងទិញផ្លែស្រស់ៗមានក៏ប៉ុន្តែថ្លៃគួរសមដែរ30 $35 ក្នុង1គីឡូមានសម្បូរបាទ40គីឡូមាននៅកណ្ដាលប្រមាណតាមភាពសម្បូររូបបាទហ្នឹងតែចឹងនេះថាលម៉ើបាទឬក៏មានអាចារ្យចឹងយើងក៏ខ្វាយប្រងតាំងពីព្រះបន្ទូលជាមួយគ្នាហើយយើងមើលបន្តិចក្នុងរូបភាពដែលព្រោះ you celebrating ទឹកធានចាស់នេះគឺរំលឹកយើងអំពីជំទានរបស់ព្រះអង្គព្រះយេស៊ូវទ្រង់បានប្រសូតហើយទ្រង់បានមានវ័យចម្រើននិងប្រជញ្ញរហូតដល់អាយុដែលព្រះចាប់ដល់ពលកិច្ចឬក៏ការងារនៃការផ្សាយនឹងល្អហើយដល់ពេលចំណត់ព្រះនឹងដាក់ជីវិតទ្រង់ចុះជំនួសនឹងមានបាបតែនេះជាពេលចុងក្រោយដែលព្រះបានយាងចូលក្រុងយេរូសាឡិម Now the last time that God the Lord Jesus himself walked in Israel and this the last Sunday that he walked in Jerusalem and this to fulfill all the scriptures and all the prophecies that he was welcomed as a king the first time. Before that, nobody welcomed him as a king. But strangely, he was welcomed as a king right on a baby donkey. But you can have that is why Kumbrong to from the Lamlu. គឺជាពួកដែលជួនទៅតាមផ្លូវហើយស្វាគមន៍ប្រងយាងលើកូនសត្វលាវាមិនទំនោរហើយក៏វាមិនសមទៅជាអ្នកជាមហាក្សត្រតែក្នុងនាមមកជាព្រះនាមនៃព្រះអង្គម្ចាស់ជាអ្នកដែលមានពរ But anyhow he was welcome out in the name of the Lord come with the blessing and they recognize him as the Messiah of Israel ចឹងយើងមើលចំណុចនេះlàសំខាន់សម្រាប់យើងអរគុណបងពីណាហើយលោកអរិយបានអានពីសម្រាប់យើងចាស់ណាជាមួយគ្នា But thank you for reading the scripture so that we all can ponder together ចឹងដំណើរយើងចូលក្រុងយេរូសាឡិមដោយជោគជ័យឬក៏ដោយជ័យជំនះនេះតែសម្ដែងពីការដែលព្រះអង្គបានបង្ហាញថាព្រះអង្គជាអ្នកណាចុងក្រោយបំផុតពួកព្រះអង្គប្រឈមនឹងសត្រូវជាដរាបប្រឈមនឹងប្រចាំប្រឈមនឹងការប្រទុសរាយនេះគឺប្រទាំងហើយខ្មាស់នឹងព្រះអង្គពីថ្ងៃដែលព្រះអង្គប្រសូតគេរំសម្លាប់ស្វាគមន៍តែពីក្រុមដំបូងនេះរីករាយពីក្រុមដំបូងនេះសប្បាយរីកស្ដាប់ការហៅរបស់ទេវតាគឺពួកអ្នកពង្វាលហើយក្រោយមកពួកអ្នកប្រាជ្ញឬក៏ហៅតែពីខាងកើត Now since the day he was born he attracted all sorts of enemies only the two group of people who welcome him with wholehearted the first group is the shepherds they stay in the field and the second group is Magi this is the wise men from the east the country of the east but the rest from that Herod searching to kill him other people hate him and nobody recognized him as the Messiah or the Son of God and that until he start to this day whatever performance that he performed miraculous sign heal and even raise people from death this is why in one verse in this passage tell us that the proof and the sign as a Messiah he raised Lazarus from death ចឹងយើងឃើញថាតាំងពីព្រះអង្គប្រសូតមកប្រឈមនឹងខ្មាំងសត្រូវដែលរោគសម្រាប់ជីវិតព្រះអង្គតែនៅព្រោះពេលព្រះអង្គមិនទាន់បានដល់
តសញ្ញាណរបស់ព្រះអង្គបានត្រូវលាក់ទៅទោះបើព្រះអង្គសម្ដែងបដិការអស្ចារ្យប្រោះមនុស្សជំងឺរោគគ្រោះសពយ៉ាងដូចជារហូតដល់ប្រោះមនុស្សស្លាប់ទៅឡើងវិញក៏ពុទ្ធិឡាអត់ទទួលស្គាល់ហើយនៅក្នុងខមួយដែលយើងបានឮហើយបានអានបានឃើញបាញ់នេះគឺលោកយូហានបញ្ជាក់ថាព្រះអង្គម្ចាស់នេះឯងជាព្រះមេស៊ីនៃអ៊ីស្រាអែលដែលបានប្រោះឡាសារដែលស្លាប់4ថ្ងៃឲ្យរស់ហើយហៅចេញពីភ្នំវិញវាជាផុសតាំងតែគ្មាននរណាធ្វើបានតែព្រះមេស៊ីធ្វើបានព្រះនេះឯងជាព្រះមេស៊ីបាទចឹងយើងមើលតែគួរឲ្យអំណោយធំព្រះអង្គយាងមកផ្ទុយនៅនឹងស្ដេចឯទៀតផ្ទុយនឹងមេទ័ពនៃជ័យជំនះថា it's opposite to the warrior opposite to the king or princess of the nation or of the kingdom that comes to the people give aid and rescue the people it's not suitable to be a king that's why people the religious group religious leader and the authority wouldn't accept him as the important figure at the time ដូច្នេះនៅក្នុងកលៈទេសៈនេះព្រះអង្គយាងមកប្រគំលើសត្វលាហើយកូនលាជាពិសេសចម្លែកគឺកូនលាសត្វដែលមិនទាន់មានមនុស្សជីនៅឡើយអបបងប្អូនបែរយើងថាត្រូវផ្សាំងសិនមែនទេ The animal that was not written yet the first things the farmer has to tame him and the process of taming is very difficult and hard take courage and patience and all process and technology and tactics បាទដូច្នេះដើម្បីនឹងផ្សាំងសត្វជំនិះមួយត្រូវការជំនាញការអត់ធ្មត់ហើយនឹងប្រយ័ត្នណាស់បងប្អូនដែលធ្លាប់ប្រសពជាមួយសត្វសេះទៅទាវពីទៅទាវសុំទៅសេះស្ទីយ៉ាងពោះ and need to be tamed to be written on otherwise you never getting to do anything តែដូចគ្នាដែរតែអស្ចារ្យត្រង់លានេះក៏ដូចគ្នានឹងសេះដែរតែព្រះអង្គប្រាប់ថាចូលដឹងវាមកឲ្យខ្ញុំវារីកជួយសេះស្រាច់ម្ចាស់ក៏មិនដែលនឹងប៉ះគោលនេះដែរព្រោះវាមិនដល់អ្នកណាជិះបានហើយដល់ពេលព្រះអង្គប្រាប់ថាឲ្យនាំមកឲ្យខ្ញុំ So amazing it's just miracle start already when he told his disciples go into the town and you will find a place there you'll find a donkey tied in that house untie it and bring it to me and the owner asks you what are you doing it for tell him master needed they will let it to you this is a miracle right ដល់ពេលនាំមកហើយពួកសិស្សដែលនាំមកអត់អាចប៉ះពាល់អត់ជីបានទេតែដល់ព្រះអង្គសាំនៅឲ្យព្រះអង្គគុំលើនេះជាសញ្ញាថានេះជាម្ចាស់របស់វានេះជាស្ដេចរបស់វា Now the signs of the donkeys that can tell and recognize there are many stories in the Bible related to donkey right and this donkey acknowledged straight away his master his Lord so he submit so that the Lord can ride on him to serve him he was so privileged so blessed to serve the Lord the animal knows another story in the Old Testament Israel left Egypt walking across the desert and many nations hate Israel and one of the prophets of other religious group but one king Balak want this prophet to curse Israel but the Lord stopped him saying never nobody allowed to curse his chosen people so this prophet was riding on donkeys to go up the mountain and to accept the prize and the reward from this Balak king to curse Israel he's just about to speak the Lord said no you're not allowed to curse but you're allowed to bless Israel instead but ចឹងទៅពេលហោរាបាឡាមដែលជាហោរារបស់ព្រះសាសនារបស់ស៊ីរីទៅពេលនោះមិនរបស់អ៊ីស្រាអែលទេតែលោកស្វែងរកការល្អតែស្ដេចបាឡាក់ជាស្ដេចមួយដល់នគរធំឃើញអ៊ីស្រាអែលចេញមកពីអេស៊ីបមានខ្លួនគ្នាច្រើនគេខ្លាចចឹងគាត់ជួលហោរាបាឡាមនេះឲ្យទៅដាក់បណ្ដាសាងឲ្យអ៊ីស្រាអែលតែព្រះអង្គប្រាប់ហោរានេះកុំឲ្យសុខមិនអនុញ្ញាតឲ្យដាក់បណ្ដាសានេះរបស់ព្រះអង្គទេតែអនុញ្ញាតឲ្យពោវិញចឹងហោរាបាឡាមក៏នៅស្ងៀមហើយអត់ព្រមធ្វើតាមស្ដេចទេតែពេលមកដល់ស្ដេចជាតាមសូមគាត់ថាអញឲ្យច្រើនប្រការអីក៏បានដែរថា The king tried to bribe him all whatever well what he wanted just to curse Israel for him this king Balak want prophet Balaam to harm Israel with a curse but the Lord keep reminding him no
the last time this prophet went along on a donkey as well. And he went through the narrow road, narrow path, and the angels of the Lord was about to kill him. The angels already pulled out the fire sword ready on that path. He couldn't see because he's the human eye can't see the angel. But the donkey saw it. The donkey saw the angel, the donkey didn't go forward. បងប្អូនសត្វជាអាចមើលឃើញទេវតារបស់ព្រះហោរាបាឡាមើលឃើញទេហើយខឹងនឹងសត្វនេះជីករាល់ថ្ងៃវាមិនដែលរករឿងពេលនេះសត្វមិនរកទៅមុខទៀតហោរានេះខឹងណាស់ក៏វៃសត្វនេះវៃពីរដងបាទ now he hit this donkey a few times the third time the donkey opened his mouth because the Lord opened the donkey's mouth said do I ever disobey you why you hit me like this remember any time that I disobey you, I displease you. And he start conversation with donkeys. Say, no, but this time why you do it? But so that's sadly mùi này là chỉ chúng đi là một hậu ra đấy. Ở từng mức hay hậu ra trên được vậy, hậu ra hoặc là làm trên được vậy. Ra là còn bạn mòn với ở trên gì, xua hậu ra hay là mấy bạn trên như vậy không được. Ta khi mà đại thôi không ngừng lâu thế, ta đại không thôi ở lâu bên bánh hai đấy. Hầu ra có cái gì vui sạch liền với anh đừng thà bạn ca sót tình đi vui sạch thấy anh đang thua chắc bạn lớn đi hay quá anh tụi nó anh có miền tàu thì là vậy and he confused that if I have sword in my hand I will slay you now and the donkey answered the last time he said look ahead of you a fire sword pull out the angel stand there you go he cut you into pieces and me too chết donkey sai cả lâu mười từ múc thế mà đào đào phương hay sách được dương tấu thế đào sẵn lắm lúc hay có thực trong này ở trên bàn lục bằng với bằng đây có thử nhé now he lift up his eye he saw the angel with the sword already drawn and he confessed to the donkey you are more righteous than me và lần trước quát ban lấy ra cái tiêu đào đó đào ra ta ô anh sao trở chính áng anh mơ khơi anh mơ khơi đó rồi đây from ai khai sátយ៉ាងអស្ចារ្យដើម្បីឲ្យមនុស្សបានទទួលសេចក្តីមេត្តាករុណារបស់ព្រះព្រះណា we important this privilege of the animal that serves the Lord most time ឥឡូវយើងសួរថាធានចាស់មានន័យយ៉ាងដូចម្តេចដែរ what does the term Sunday mean គឺសំដៅពីការព្រះអង្គយាងចូលក្រុងយេរូសាឡឹមសប្តាហ៍ចុងក្រោយជាសប្តាហ៍នៃទំនាយហោរាដានីយ៉ែលចំពោះ9ចំពោះ10ថាក្នុងកំឡុងពេល70អាទិត្យជាប្រវត្តិសាស្ត្រពិភពលោកដែលរាប់នៅក្នុងជួរនៃសន្យារបស់អ៊ីស្រាអែលហើយនិងសាសនា But now because this related to the prophecies that God gave to the prophet Daniel the time of Israel had been numbered for the 17th week. Now this Sunday is the end of the 69th week which is the first day of 69 week complicated of this prophecy, right? ថ្ងៃនេះជាថ្ងៃអាទិត្យធានចាស់គឺត្រូវជាថ្ងៃចាប់ផ្ដើមសប្តាហ៍ទី69ទំនាយរបស់សានីយ៉ែលទាក់ទងនឹងប្រវត្តិរបស់អ៊ីស្រាអែលទៅពិភពលោកព្រោះព្រះអង្គបានទាយតាមហោរាថានេះជាពេលកំណត់ដែលព្រះអង្គយាងចូលក្រុងយេរូសាឡឹមជាព្រះមេស៊ីជាស្ដេចរបស់អ៊ីស្រាអែលចូលមកប៉ុន្តែគ្មានអ្នកណាទទួលស្គាល់ព្រះអង្គ Nobody recognized, nobody acknowledged Jesus as the king at that time. ដូច្នេះយើងឃើញថាពលមនុស្សគេទទួលហើយលើកតម្កើងព្រះអង្គដោយប្រើពាក្យហូសាណាគឺសារថាបង្កើនព្រះអង្គបានពុំព្រះអង្គលើកសេរីវ័នទានដល់ព្រះអង្គបាទ Hosanna is the word of praising and giving his honors and worship ឥឡូវយើងឃើញមនុស្សគេយកធាងចាស់ហើយនឹងអាវខ្លួនក្រាលនៅលើដីនឹងផ្លូវដើម្បីឲ្យសត្វលាហើយនឹងព្រះអង្គដែលគង់លើលានោះបានដើរលើគេបានទទួលអំណរប្រពោគេជឿថាការស្វាគមន៍ការទទួលព្រះអង្គម្ចាស់យ៉ាងនេះគឺបានចំណាយពីការស្វាគមន៍និងប្រពោ Now these traditions of many countries of many nationality or nations ដូចជាយើងនៅស្រុកខ្មែរដែរបាទយើងមានទម្លាប់ខាងខ្មែរយើងចាស់ពីបុរាណ
ពេលណាជួបសម្ដេចសម្ដេចឪមានទៅណាគឺសុខចិត្តក្រាបហើយឬក៏អោនក្រាបលុបរហូតអាចឲ្យស្ដេចយាងលើបានជាន់បានដែរណាតាមបានពោបានបុណ្យណាទៅមានជំនឿយ៉ាងដូចនេះបាទហើយបណ្ដាជនអ៊ីស្រាអែលក៏ដូចគ្នាដែរថាពេលអង្គចក្រវាទីមកហើយមិនបានចំណែកអីយ៉ាងហោចណាស់ក៏បានទទួលរកបែបនេះបានពោបាទ The same thinking, the same thought that comes to traditions and thinking of man at that time as well. ចឹងយើងឃើញថាការទទួលនេះវាចង់លើតែមានអន្តរជាតិទីបានជាជាប់សង្ខេបតែវាលោកគេទៅថា how the prophecy that will work out here and they put down here. There's 7 weeks, a week of 7 days, right? But the prophecy of Daniel, a week is 7 years. Yeah, a week is 7 years of Daniel. At least this time, then they start to count the 7 weeks here. Start when King Artaxerxes, which is the Persian king. The ungodly king, God can use him to give out the decree so that Israel have freedom to go back to Jerusalem to rebuild the wall and the temple. And from that moment on, the time count of the time that the age of the prophecy. Gen 7, this 7 times 7 49, right? Decree of the Artaxerxes with one year. របស់ផងស្ដេចអាតាសេសនៅឆ្នាំ445មុនគ្រិស្តសករាជបានអ៊ីស្រាអែលត្រឡប់ទៅស្រុកប្រទេសរបស់ខ្លួនវិញតែពេលនោះចាប់ដើមរកអាទិត្យទី1ដំបូងរបស់ផងពងាយនៃព្រៃវេលាហើយដល់ខែ62អាទិត្យទៀតគឺក្រោយពីគេបានត្រឡប់ទៅស្រុកវិញតែវិជាអត់បានទៅទេគេសុខចិត្តនៅក្នុងប្រទេសក្រៅវិញតែដល់ពេលរបស់ដៃជួយឆ្កាងនេះជាគ្រាសម័យនៃព្រះយេស៊ូវគ្រីស្ទហើយចាប់ដើមដំបូងកន្លែងដំបូងនៃថា entry នឹងឯងនៅឆ្នាំប្រមាណ32គ្រិស្តសករាជ at the 32nd of AD that the day that Jesus entered Jerusalem and that day that the time we start the 69th week of Daniel prophecy and that still called now today is called the church age ចឹងពេលវេលាតាំងពីថ្ងៃព្រះយេស៊ូវគ្រីស្ទចូលក្រុងយេរូសាឡឹមថ្ងៃនោះបណ្ដាជនទទួលព្រះអង្គជាស្ដេចអ៊ីស្រាអែលហូសាណាមកដល់ពេលនេះបានហៅថា church age ជាសម័យនៃក្នុងជំនុំហើយមិនទាន់ចប់ដល់រហូតដល់ថ្ងៃដែលត្រូវលើកឡើងថា rapture ចឹងជំនាញនេះគឺនៅមានសុពលភាពទៅពេលនេះឡើយណា and it is still affect right now from the day that Jesus entered Jerusalem or the church age until the rapture day which is Jesus come back in mid-air and all these people will lift up for rapture which is caught up in the air with him. And then after that is the 70 week of Daniel coming, kick in which is called the 70 week. See, 1 week of Daniel here between the 69 to 70, the time that we count from the year 0 to now, 2025, and today, 2025 years still go on. But the age of other kingdom and empires last only 400 years, 500 years, 300 years, some place only 100 years, disappear, the kingdom take over. But the kingdom of the church, which is God reigns, not ended. Only the church age ends when Jesus returned and the rapture happened. And then the 70 weeks there, which is only 7 years, which is 1 week Daniel, and represent the 7th year. And the first 3.5 years that we are the whole world will deceived because Antichrist appears to be a peacemaker man. He will trade peace, make peace trade deal with all, particularly with Israel. But then the second half, 3 years, the 3.5 second, he appears to be the wild Antichrist. Stop Israel from worshiping God.
and he allowed worship of all the sacrifice of pig and animal other than sheep or the require of the temple. And Israel saw it, see clearly that all this is it's not good, and so they stopped worshiping God in the temple. Like that, the year that we call the week that suffered the most for Israel and for the whole world. But then after finished that 7 years, the second return, Jesus come, establish the kingdom 1,000 years on this earth. There's just a lot more of things that cannot be past that one time, too complicated. Just some idea that the time and the age of each empire and kingdom, but now the time of the church. I will see a bit more here what happened after that. At least after the 7 year tribulation, come to the kingdom age, 1,000 years. Jesus will reign with all his people on earth. And after we finish that 1,000 years, the earth will be gone. The earth and this earth and heavens will be destroyed, but will God get a new heaven and new earth from the heaven. That's beyond our mind, right? But we just follow a bit of Daniel's prophecy that we can understand why Jesus in Jerusalem in this manner, these characters, which is the authority, the politician, the religious group, have no idea that this would be a Messiah. Tức thế này là những cái thanh tra phải Christ cho Christ Messi, right? Christ Messi is Christ. Trong sinh nhật mấy là Christ Messi is taking prize in sinh nhật. Chắc là the Old Testament prediction and prophecies, Messiah, the word belong to Hebrew, but New Testament belong to Greek, calling Christ the Savior of the world. The promised Savior will come to save his people. Ở những nơi đại chúng bằng chốt ởปีพระเยซูเจ้าองค์สำหรับในตัวที่เป็นเมสสินะมันจะพูด interpret Jesus fulfillment as Messiah this way. Now this verse we go a little bit there. ลูกชายสายมาการบางลูกแต่มาแต่บนนี้คือสถาบันหลุมลงที่บนทุ่งลงเต็มสายที่บ้านเรื่องทางพระเยซูขององค์ในเยซูของพระองค์เยซูลำลูกมีเครื่องสังเกตยกเทียนจากเชิงตะกูทุ่งเตียนสายทางโฮซานาพระองค์แต่ยังมาในเนื้อพระนิมพระองค์จักคือจิตสตาร์ในอิสราเอลตรงประกอบเราเป็นโตนี่จิตตรงนี้ให้การรอสร้างระบบของสวีโยฮันในบางปีตัวปีซาเกรีแบบเช่นยุคปีอะไรสำคัญโฮซานาเปลี่ยนไปบางทีเราเลยเป็นนิครองจัก He rode on a donkey. It's not suitable to be like a powerful figure. But common people will understand that this is a sign the prophecy fulfilled, and that's why they welcome. But anyhow, that one day they will change their mind again at this stage. อายุมือร้องจำอาวุธประดาจุดบอสร้างจุดหลักในแต่พระองค์ยังเอาการแช่แต่เมื่อพระองค์จุดพระองค์จะร้องพระองค์จุดให้ได้มาจุด Now Jesus wants these people to understand and to know that He is the one to save them, to love them, come and put His life down for them, but nobody recognizes that. That's why He cried for Jerusalem. He cried, and He said, "Oh Jerusalem, daughter of Zion, should you understand? Should you see that your Lord come to save you, but you did not see it?" ดังนั้นจึงเคยจะพระองค์มาในใจจะพูดอิสราเอลเป็นจุ่มเป็นขมายเป็นสลายคาราเป็นขนมไส้ตอนจุ่มต้องพูดทางเอาคนไซเยรูซาเล็มหรือคนไซซิโยดาผู้นั้นไอ้มันเคยทำทั่วหาวิเชียบออกจากในไอ้เราช่วยไอ้ก็ไอ้เมืองคือไอ้สวสอบดังนั้นจึงเคยที่ดีบาปขอคุณพระการที่สุบันเราผ่านตัวเรียนมวยตัวกับตัวเรียนตามสิ่งใดในหลังใจตัวเบาขาตัวปลายในตัวไซซิโยเมื่อสมัยไอ้ตัวเรียนมาจากตัวเรียนตัวดีเอาไว้ขอสงครามนี่ 1,000 years before was predicted
that he will come to save people in the figures of the Lord and riding a baby donkey. Chắc là ông vào chiếc một ra đi về sau cùng lời cùng đi của ông cha ông hay của chồng bài chắc là vì ai cũng cha là được hạ ta từ thiên cha đi là được lấy để sắm khám tiếp tục thiên cha hay sau cùng đi như sự hay lấy mang chiếc ông trời cùng đi của từng niềm tin bồ ra vàoการของระบบของ monarchy traditions when they want to appoint a son or someone as a king in the future they would put him on the back of donkey and lead around the city and proclaim that this our king will reign and Hosanna. That's the picture of the Old Testament. This is like a son of a King Saul in the first King 1:33. ទ្រង់មានព្រះបន្ទូលមកថាចូលអ្នករកមាននាំយកពួកពលរបស់ចៅហ្វាយនេះទៅជីសាឡូមោនសាឡូមោនទៅដាវីជាបុត្រយើងឲ្យជីលើលាកាត់របស់យើងលាទេតានេះនាំចុះទៅឯទីហ៊ុនទៅទីក្រុងឯហោរាចាក់ព្រៃកាំ This is Solomon, okay? Not Jesus. Solomon, right? Same donkey, yeah? តែមកលូកាប្រាប់យើងព្រះយេស៊ូវទទួលការសរសើរពីម្ដាយជួបពេញសិទ្ធថា Luke told us that Jesus condoned the praises of the multitude of the people. រូបពួកផារីស៊ីខ្លះធុញពេលឮដែលជួបស្វាគមន៍ព្រះយេស៊ូវហូសាណាព្រះអង្គចាស់យើងមកទៅក្នុងពលាព្រះអង្គចាស់សូមប្រមាថប្រកបដោយព្រះពរពួកផារីស៊ីពួកសាសនាសារីស៊ីថាអូឆ្លងណាមិនគួរស្គិតទេស្ដេចណាវាជីស្លៀអញ្ចឹងមានគាត់ក៏មិនសំណងដែរឲ្យប្រកបกับពួកសិស្សលោកឲ្យស្ងាត់ទៅខ្លងណាតែប្រមានទូយ៉ាងម៉េចទៅលើនេះលោកពួកផារីស៊ីខ្លះដល់កណ្ដាលលោកគេក៏ទូទូថាព្រោះត្រូវស្ដីបន្តដល់ពួកសិស្សលោកផងតែទូមានទូទៅគេថាទៅប្រាប់ដល់គេថាបើអ្នកទៅនេះទៅស្ងៀមនឹងថ្មនៅខ្សែបាវិញព្រោះវាជាពេលដែលសម្រាប់ការរបស់ព្រះសម្រាប់ជំនឿប្រងជុំក្នុងសរសើរតែ that he fulfilled his prophecy fulfill his predictions that he is the one that show people to time up he has show his identity that he is the Messiah he is the Savior that will die for them not to waging war against Romans but to die for his people for their sin so extraordinary from the normal thinking thought of man អញ្ចឹងយើងគិតរបស់ផងមិនដូចបំណងរបស់ព្រះយេស៊ូវក្នុងធ្វើទេដូច្នេះព្រះគង់កន្សែងនៅក្នុងយល់ការទ្រង់គង់ទៅចេញបង្កើតនឹងឃើញទីក្រុងហើយទ្រង់ក៏ព្រះកន្សែងយើងបាននិយាយបានយើងក៏ឃើញទីក្រុងសកាយហើយប្រាប់ពលថាអូគូស្រីស៊ីយូដែរអាចចង់ប្រមូលឯងចូលមកស្លាប់ទុកមេមន់ក្រុងគោបាទយើងអបអរដែលស្គាល់តែគឺមេមន់នេះវាហ៊ានតតាមជាមួយអន្ត្រីវាហ៊ានតតាមជាមួយពោះពឹង Have you noticed or experiencing the hands that protect the chicks? She dare to fight back to eagles, to vipers, all those dangerous animals who come to attack the chicks. So how is that Jesus used this word and told us that, oh, daughter of Zion, I try to gather you under my wings like hands cover the cheek, but you do not agree, you do not acknowledge it. នឹងបាទព្រះអង្គគុំនេះព្រះអង្គសោកស្ដាយនោះក្រស្គាល់ប្រទូព្រះអង្គតបពីព្រះអង្គទៀតឥឡូវនេះសួរថាហេតុអីបានព្រះអង្គជុំវាយគាត់វិដល់ព្រោះបណ្ដាជនមិនឃើញការគិតដែលទ្រង់មានរបស់នោះថា People do not see what he is doing right now. So many people in this world the same God is doing marvelous things trying to open their eyes to see that he loves people, he wants people to be saved. ជាងឃើញព្រះយេស៊ូវយើងចូលក្នុងយេរូសាឡឹមបាទរូបទីបាទរូបពេលជាស្ដេចតែគូចូលក្នុងយេរូសាឡឹមគឺជាសាស្ត្រចឹងសាស្ត្រនេះបានគេទុកថា predictions from the prophet Zechariah អរគុណស្រីស៊ីយ៉ូនអើយចូលរីករាយឡើងជាខ្លាំងអរគុណស្រីលើយេរូសាឡឹមអើយគុណស្រីស៊ីយ៉ូនក្រុមគុណស្រីយេរូសាឡឹមនេះគឺសម្ដៅដល់អស់មនុស្សដែលរស់ក្នុងក្រុងស៊ីយ៉ូននិងក្រុងយេរូសាឡឹមនោះឯងគឺអស់មនុស្សដែលរស់ក្នុងនោះថាតែគុណស្រីបាទ
Now, all people that call daughter of Zion or daughter of Jerusalem, which represent all the people, the people who live in that city. ជាឃើញកូនស្រីស៊ីយ៉ូនៅចុះស្រែហូចុះមើលស្បែករបស់បងនេះរំជាងមកឯនេះរំជាអ្នកសុចរិតហើយមានជីជំនះទូនក៏សុភាពហើយគុំលើសាលាគឺជាលាតទូនជាកូនរបស់មេវាមានសេចក្តី3ដែលអរាអេសាយសាការីបានប្រាប់យើងអំពីព្រះយេស៊ូវគ្រីស្ទជំនាញ3យ៉ាងដែលអរាសាការីទី1ព្រះគង់លើលាយឯងទូជាព្រះមេស៊ីហើយទូបំរើដោយសន្តិភាពហើយនឹងបំផុស He is the one the man Messiah come to serve with gentleness not against our will but to turn us from our way of sin ចឹងសារដែលប្រតិអញនឹងកាត់ពេលចម្បាំងចេញពីស្រុកអេប្រាអឹមនឹងសេះចេញពីក្រុងយេរូសាឡឹមដែរឯភ្នូចម្បាំងនឹងត្រូវកាត់ចេញហើយទូនឹងមានព្រះបន្ទូលជាសេចក្តីស្លាប់ពិសុទ្ធដល់អស់ទាំងសាសឯអំណាចគ្រប់គ្រងរបស់ទ្រង់នឹងបានចាត់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាងហើយពីទន្លេធំរហូតដល់ចុងខែនៃបំផុត This is come to fulfill that Christ bring peace to the world from one end of the earth to another end. And fulfill on him that he is the peace maker. And then the goal of being ready to know of the substance from this element of the book. I'm the child of the man, taking it as a follower, and check his free substance of the all the Greek. Now is the time that we go take away food, right? And sometimes we come around, I don't kind of have a packing diet. Take home sometimes. Sometimes, pad thai, maybe some people like other things, you know, a lot of food that we can get from Calabar shop. But how or what you take home from here to the no packing diet. Something you can see and you can choose from this scripture. One is Palm Sunday, which is ratherព្រះយេស៊ូវទ្រង់ជាព្រះរាស៊ីពិតជាព្រះដ៏ពិតមកដល់សពគ្រប់ហើយជាព្រះបានសន្យា He is the Messiah and so promise to come to us rescue us. Two, maybe number two maybe fur what do you prefer or like ចឹងតែទៅជាងចាស់បញ្ជាក់ប្រាប់យើងព្រះយេស៊ូវបានជាងទៅឯជាឆ្កាក្នុងតាជីវិតទូចចុះដើម្បីយើងបានជីវិតរបស់ Now the secondly, Palm Sunday assures us that Jesus went to the cross for us, willingly, deliberately, no hesitation, no turning back. That's why he prayed in the Garden of Gethsemane, Father, if possible, take this cup away from me. Which take the cup of judgment on him. Take away. Because too agony. And he said, no, Father. Your will be done, not my will. ដូច្នេះពេលនោះហើយដែលព្រះអង្គអាចខំឈឺក្នុងបរាជ័យក្នុងជាស្ដេចខាងនៃកបាជាងគេលើពិភពលោកต้องថាព្រះบิดาបើសិនជាបានសូមឲ្យពេលនេះពុះខ្ញុំទៅពុះទូទៅពេលនេះគឺជាពេលស្ដេចជំរះរបស់ព្រះលើបាហើយពេលព្រះអង្គទទួលបាព្រះអង្គទ្រង់បាទហើយដូច្នេះព្រះบิดาប្រកាសជំនុំជម្រះព្រះគាត់ថាទ្រង់អរថាសូមតាមចិត្តសូមតែតាមបរិបទវិញជើងព្រះអង្គស្ម័គ្រទៅណាទី3ចុងក្រោយព្រះយេស៊ូវជាព្រះមេស៊ីហើយជាព្រះអង្គសពរបស់យើងមកមួយយើងដូច្នេះទំហំទាំង3នេះអង្គយកទាំង3ក៏បានយក packing duck យក fur or maybe pad thai the last one ក៏ចង់យកអីបានតែទាំង3គឺក៏បានព្រមមួយតែពិសេសក៏បានគឺថាយកទៅចារណាមើលតាដល់ពិតមួយពិតដល់បងប្អូនជាការដែលសម្ដែងវត្តពីប្រាប់យើងយេស៊ូវថាហេតុអ្វីបានជាព្រះពីនិយាយចិត្តទី2តែមានពី2យ៉ាងម៉េចពី2ដែរតែទី3ថាមានន័យមិនដល់ក្នុងដល់នេះជាអាហារដែលត្រូវយកទៅគេ What does it mean? What the Bible say? The second is what does it mean? The third thing is what does it mean to me? Okay, that's our application. បាទអញ្ចឹងសង្ខេបចុះចំណែកយើងវិញ
บางคนเนี่ยการเชื่อพระเยซูbất diệtព្រះមិនមែនតែថ្ងៃហូសាណាដូចបណ្ដាជួបហូសាណានិយាយមកតែថ្ងៃបន្ទាប់ឆ្កាងនេះឆ្កាងទៅដូច្នេះ make up your mind make up your decisions someday on and leading to the death and the resurrection which is the only savior of the world that died for sinners តែចឹងវាគឺទីនេះព្រះអង្គទានឲ្យយើងអស់គ្នាបានប្រកបដោយព្រះគុណហើយបានយកអត្ថន័យពិតនៃទឹកជាចាស់នេះក្នុងក្រុមបានក្នុងក្រុមរបស់យើងពលយើងអស់គ្នាបាន